mình men ở rộp thơ lan ở thôn mình bán nô tê hai mình men Japan thua lan đây tầm nước mình bán nô đài còn tại tiền Japan tiền bay ở rộp cứ cái miền chợ khâu bị sái cái đôi trẻ tiền chôn cô đào khó khăn nè bà chỉ điệp sư phục mai bông phồn tỏ khăn nè nhâm tay để khơi bông phồn tỏ khăn nè về nhẹ vì lan ở rộp nâng lan Japan lan rộp bị kia bàn tầm nước nâng ở thôn này thưa thôn mình cá đấy bàn lan Japan đi khăn nè lan Japan ban thôn tại bà thay tầm nước bị lan ở rộp ở tì bông bông ca cất tiền ở ní việc còn tay chia mập này nô tê ở đây xong bỏ xài chòm của nhóm có thô can lan ở rộp hay nhóm có thô can lan Japan nhom can lan cái bà tại lan chết nhưng mà tao ban can lại được tề thô và đây ở sau miền bà bị sao tràn được tề bà nhưng xong prap bong ổn mình men lan ở rộp sao tay mình thôn nô tê hai đấy ban lan ở rộp ở thôn mình men ở xa ta kia mình trong lật ở thôn nô tê lan ở rộp à tê để chôn cô đau bỏ lan ở rộp cứ mình men chia tê để chôn cô đau để cho chất sẵn sòm chạy lối cái đôi chia trong ban phiếp sầm mạnh nô tê à tê để chôn là bỏ lan ở rộp để chỉ Range Rover Mercedes Porsche Volkswagen xây Bentley xây tao nó đây tận nước tao nó bạt Range Rover ấy nó bạt mình men cái thơ lan ở thôn mình bán nô tê tai kia miền hạt pho là bỏ kì bong trời chăm thả ở rộp kì bắt đầu từ lớp bạch chay cả với chia phiếp tầm nớp si vì lại cái bắn sâu khó bìa dụ ca này ca pra phần mà nô tê chả không bị sai đâu bỏ cái cứ trong ai tầm nớp đạch lệ pot đạch lệ ắt cho miền option full option sầm rạp à tê để chôn cô đào bẹp à phải trốn rứ còn nè để cho chất phiếp tầm nớp chắc có bong hay bong trời chăm thành trẻ ô tia họ lan Japan khíaมัน sau ต เนิบ នោះ ទេ អញ្ចឹង ឡាន Japan គ្រឿង បង្គុំ មាន តែ 100 នោះ ទេ ប៉ុន្តែ អឺរ៉ុប គឺ គ្រឿង បង្គុំ មាន 1000 ដោយ សារ ទំនើប ជាង អញ្ចឹង ឆ្នាំ វា នឹង ខូច ដូច គ្នា ប៉ុន្តែ បងប្អូន សាក សម័យ មើល ឡាន អឺរ៉ុប គ្រឿង បង្គុំ មាន 1000 សួរ ថា ខូច ប្រមាណ ឧទាហរណ៍ យើង លើក 40% ចុះ បើ 1000 ខូច 400 គ្រឿង បង្គុំ បាត់ ដល់ ឆ្នាំ Japan មាន តែ 100 អញ្ចឹង បើ ខូច 40% វា មាន តែ 40 គ្រឿង បង្គុំ ដែល ខូច នេះ ទេ អញ្ចឹង យើង អត់ សូវ ឈឺ ក្បាល នោះ ទេ អញ្ចឹង បង បាទ អញ្ចឹង មិន មែន ឡាន អឺរ៉ុប មិន ធន់ នោះ ទេ ឡាន អឺរ៉ុប វា ធន់ ប៉ុន្តែ ដោយ សារ តែ គ្រឿង បង្គុំ គ្នា មាន ច្រើន អញ្ចឹង នៅ ពេល ដែល យើង ប្រើ យូរ ឆ្នាំ ទៅ អាយុ កាល នៃ ការ ប្រើប្រាស់ គ្រឿង បង្គុំ នឹង ដាក់ ពេល ខូច ម្ដង មួយ អញ្ចឹង កាល ណា គ្រឿង បង្គុំ ច្រើន គឺ វា ខូច ក៏ ច្រើន ដែរ ហើយ គ្រឿង បង្គុំ តិច សាមញ្ញ មិន មែន វា មិន ចេះ ខូច ទេ តែ វា ខូច ដោយ សារ វា គ្រឿង បង្គុំ វា តិច អញ្ចឹង យើង មើល ទៅ ថា វា ខូច តិច អញ្ចឹង ណា មិន ឡាន Japan មិន ចេះ ខូច ណា បង ទាំង អស់ គ្នា អូខេ អញ្ចឹង សង្ឃឹម ថា បង ទាំង អស់ គ្នា យល់ មិន មែន ឡាន អឺរ៉ុប មិន ធ្វើ មិន ធន់ កើត នោះ ទេ ប៉ុន្តែ បញ្ហា នៅ ត្រង់ ថា គ្រឿង បង្គុំ វា ច្រើន អញ្ចឹង ដល់ ឆ្នាំ វា នឹង ខូច ឥឡូវ យើង ចូល មក ដល់ ឡាន Japan វិញ មិន មែន ឡាន Japan ធ្វើ ឡាន ដែល ធន់ មិន បាន នោះ ទេ ទំនើប មិន បាន នោះ ទេ បង តើ មើល Toyota ផលិត ឡាន ទំនើប មាន អី ខ្លះ Lexus បាទ Toyota Crown បើ បង ដែល ស្គាល់ Toyota Crown វិញ ណា អ្នក ដែល ស្គាល់ Crown ណា Toyota Crown Century វិញ បង ទាំង អស់ គ្នា Crown ទំនើប បាទ ធ្វើ នៅ ក្នុង ទី ផ្សារ Japan គឺ ឡាន ទំនើប Toyota Crown គឺ វ៉ាដាច់ ទេ បង ទាំង អស់ គ្នា បាទ Toyota Crown នោះ គឺ ផលិត ឡាន ទំនើប មែនតើ បាទ មូលហេតុ បាន Toyota គឺ គេ អត់ ធ្វើ ឡាន ទំនើប ច្រើន ដោយ សារ អី បើ សិន ជា Toyota ផលិត ឡាន ទំនើប ដូច គ្នា ដែល មាន option ប្រហាក់ប្រហែល ឡាន អឺរ៉ុប ខូច ដូច គ្នា មិន មែន អត់ ខូច ទេ បង គ្រឿង បង្គុំ កាន់ តែ ច្រើន គឺ វា កាន់ តែ ខូច ប៉ុន្តែ Japan អតិថិជន គោលដៅ គេ ភាគ ច្រើន គឺ គេ ចង់ បាន ភាព ធន់ រឹងមាំ យូរ អង្វែង អញ្ចឹង ហើយ គ្រឿង បង្គុំ ណា ដែល មិន ចាំបាច់ គឺ គេ មិន បំពាក់ នោះ ទេ ឥឡូវ យើង លើក Toyota Prius ហេតុអី បាន Toyota Prius ភាគ ច្រើន គឺ អត់ ដាក់ ត្រចៀក ក្តោប ហេតុអី Toyota Prius ភាគ ច្រើន អត់ ដាក់ motor កៅអី អូស ទៅ មុខ ទៅ ក្រោយ សុខ ចិត្ត ឲ្យ អ្នក អង្គុយ អូស ចុះ អូស ឡើង បាទ អញ្ចឹង ហេតុអី Toyota Prius អត់ មាន គូត អូតូ ដោយ សារ គេ គិត ដឹង ថា អា បញ្ហា ទាំង អស់ ហ្នឹង អា បញ្ហា ដូចជា motor កៅអី ហ្នឹង ដល់ ឆ្នាំ មិន គឺ វា ខូច ទេ motor ខ្លះ ឡោក បាទ ឡាន ខ្លះ គឺ ឡោក អញ្ចឹង បើ ហ៊ាន Japan ហ៊ាន ដាក់ ពួក ទាំង អស់ ហ្នឹង ទៅ ពេល ខូច ទៅ បន្ទោស ឃើញ ទេ ឆាប់ ខូច អូខេ ត្រចៀក ក្តោប ហេតុអី បាន អា Prius គេ អត់ ដាក់ មិន ដោយ សារ អន្សំ ចៃ ខ្លាច ផលិត ទៅ អត់ ចំណេញ វា មិន ទៅ ថ្លៃ ប្រហែល ទេ motor មួយ អញ្ចឹង ណា ដោយ សារ បិទ បាក់ ដោយ ដៃ ទៅ វា ងាយ ស្រួល ធន់ អញ្ចឹង ណា Toyota Prius មាន អាគុយ មួយ ហើយ ជា គុណវិបត្តិ មាន ABS មួយ ហើយ ជា គុណវិបត្តិ ហ៊ាន តែ ថែម ប្រភេទ ពួក អា គ្រឿង កប៉ិក កពុក ដែល មិន ចាំបាច់ ទាំង អស់ ហ្នឹង ចូល ទៀត វា កាន់ តែ ធ្វើ ឲ្យ ឡាន ហ្នឹង ដល់ ឆ្នាំ មួយ ខូច ដាក់ គ្នា ខូច ទៅ ទាំង អស់ សម្រុក ទៅ ខូច ដូច ឡាន អឺរ៉ុប អញ្ចឹង អញ្ចឹង បង មិន មែន គេ មិន ចង់ ធ្វើ នោះ ទេ ប៉ុន្តែ គេ សិត តែ មាន ហេតុ ផល អញ្ចឹង បាទ ឥឡូវ សូម្បី តែ បង ប្រើ បាឡែន ក៏ ដោយ តិច ថា បាឡែន អា motor កៅអី អត់ ចេះ ខូច ខ្ញុំ ប្រើ បាឡែន motor កៅអី បាឡែន ខ្ញុំ 2 ខូច motor កៅអី ទាំង 2 ហើយ ចឹង បើ គ្នា ឡាន អឺរ៉ុប វិញ ទៅ ចោត គ្នា ទៀត ឆាប់ ខូច ដល់ អាយុ តាម ពិត ទៅ វា មិន មែន ដូច ការ គិត របស់ ពួក យើង ទាំង អស់ គ្នា នោះ ទេ វា គ្រាន់ តែ ជា មួយជ្រុង ទេ បង បើ គេ ចង់ ធ្វើ គេ ធ្វើ បាន ដូច តែ គ្នា ហ្នឹង ហើយ បង ខ្លះ ឧទាហរណ៍ ដូច Range Rover យើង ថា Range Rover អាសា ខូច ត្រូវ ឯង បង ក៏ លេច ទៅ មើល Range Rover Defender អត់ សូវ បំពាក់ គ្រឿង អី ញ៉ៃ ធន់ ណាស់ Range Rover Defender ឥឡូវ បង ថា Toyota ផលិត ឡាន ទំនើប អត់ សូវ បាន មិន មែន ទេ បង ទៅ មើល Toyota Crown
បាទខ្ញុំប្រាប់ថាទំនើបសូម្បីតែរីដូហ្នឹងចុចទៅលើកទៅចេះរីដូហ្នឹងបាទអែមថាអែមហើយហើយបំពូលវិញងាករេឆ្វេងស្ដាំឡើងចុះ Toyota Crown ណាទំនើបបងចាំមើលខ្ញុំមានពេលខ្ញុំនិយាយអំពី Toyota Crown បាទពីខ្ញុំទៅមានតែប៉ុណ្ណឹងបើបងប្អូនចង់បានភាពទំនើបមិនសូវវល់វក់ពីរឿងការជួសជុលទេមានលុយជួសជុលខូចអីដូរហ្នឹងទៅតែចង់បានភាពទំនើបភាពដាច់គេ option វ៉ាដាច់គេយកអឺរ៉ុបទៅបងខ្ញុំលើកទឹកចិត្តបាទខ្ញុំនិយាយខ្ញុំលើកទឹកចិត្តទាំង fan ឡានអឺរ៉ុបនិងឡានជប៉ុនហើយបើគិតថាសាមញ្ញក៏បាន option ណាដែលមិនចាំបាច់គឺយើងមិនចង់បានគឺទៅរើឡានជប៉ុនទៅហើយធន់ត្រង់ថាអត់មានគ្រឿងបង្គុំកប៉ិកប៉ុកឲ្យខូចនោះទេបាទអញ្ចឹងវីដេអូពីខ្ញុំទៅមានតែប៉ុណ្្នឹងសរុបសេចក្តីឲ្យស្រួលស្ដាប់មើលឡានអឺរ៉ុបក៏ល្អឡានជប៉ុនក៏ល្អឡានកូរ៉េក៏ល្អទៅតាមតម្រូវការបងប្អូនទាំងអស់គ្នាជំរឿសរបស់បងប្អូនទាំងអស់គ្នាទៅតាមតម្រូវការជាក់ស្ដែងហើយវីដេអូនេះខ្ញុំអត់មានចេញមកកាន់ជើងឡានណាទេទំនោរទៅឡានណានោះទេនិយាយរួម brand ទាំងអស់ brand ឡានទាំងអស់មិនថាឡានអឺរ៉ុបឬឡានជប៉ុនឡានកូរ៉េទេសុទ្ធតែមានអតិថិជនគោលដៅរបស់ពួកគេរៀងខ្លួនមួយឆ្វេងមួយស្ដាំឯងសម្លឹងមើលតលេខ9ម្នាក់ប្រកាសជាមើលឃើញលេខ9ហើយមួយខាងទៀតនឹងមើលឃើញលេខ6ហើយដោយសារអីដោយសារតែតម្រូវការហើយភាពនៅរបស់គាត់គឺនៅមួយជ្រុងម្នាក់អញ្ចឹងមើលអត់ដូចគ្នានោះទេបាទប៉ុន្តែឡានអឺរ៉ុបខ្ញុំដូចឃើញថាដូច Mercedes អីដូច Range Rover អីដល់ឆ្នាំវាខូចច្រើនមែនតែបើយើងដូរទាំងអស់ហ្នឹងឲ្យថ្មីទាំងអស់ហ្នឹងជិះបានទៀតធន់ដូចគ្នាហ្នឹងមានអីតាណាទេអញ្ចឹងណាឲ្យយើងស្គាល់របៀបនៃការជួសជុលអញ្ចឹងណាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងស្រឡាញ់អីទិញហ្នឹងទៅបាទកុំវល់វក់ច្រើនពេកពីខ្ញុំទៅអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសំណួរចម្លើយមានតែប៉ុណ្ណឹងខ្ញុំបើខ្ញុំមានលុយច្រើនខ្ញុំទិញឡានអឺរ៉ុបជិះដែរបាទប៉ុន្តែក្នុងលក្ខខណ្ឌបែបនេះគឺខ្ញុំប្រើឡានអាស៊ីសិនហើយដើម្បីសន្សំចៃអរគុណច្រើនជម្រាបលា